ណាគឺរៀនពន្យល់នៃពាក្យបន្តទៀតគឺពាក្យថាដងវាយសេដងវាយយើងសេចេះមកដងវាយចឹងហើយយើងស្វែងយល់មកដងវាយនេះជានាមថ្នាក់ពាក្យជានាមមួយទៀតថ្វាយពាក្យថាថ្វាយនេះពាក្យថាថ្វាយពាក្យវាជាកិរិយាដល់ពាក្យថានេះថ្វាយដែរពាក្យថ្វាយនេះពាក្យថ្វាយបង្គំនេះពីរបត់វាចូលពីបត់វាហៅថាចូលពីបត់សមាសបត់នេះវាជាកិរិយាដែរដល់ពាក្យថាត្រាំត្រែងពាក្យត្រាំត្រែងគេចាំមកត្រាំនេះគឺជានាមពាក្យថាត្រាំវាជានាមវាមានជាន័យឲ្យនាមពាក្យត្រាំនេះដល់ជាត្រាំមួយទៀតកិរិយាជាន័យថាម៉េចន័យវាយើងសម្រួលប្រែពាក្យវាត្រង់បញ្យល់ន័យពាក្យតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួនណាត់នេះពាក្យថាដង្វាយនេះរបស់ដែលគេនាំយកទៅថ្វាយដល់ន័យរបស់វាដល់ព្រះករុណាដែលមានជីវិតតម្កល់លើត្បូងន័យរបស់វាពាក្យថាដង្វាយដល់ពេលន័យមួយទៀតនេះថ្វាយកិរិយាដែរពាក្យន័យជាកិរិយាក៏ប៉ុន្តែពាក្យថ្វាយនេះមួយទៀតពាក្យថ្វាយនេះប្រែមកថាឲ្យពាក្យថាឲ្យឬទេយទានជាគ្រឿងសក្ការៈអីចឹងទេយទានជាគ្រឿងសក្ការៈន័យវាផ្សេងអញ្ចឹងពាក្យថាថ្វាយបង្គំនេះវាពីរបត់មួយថ្វាយមួយបង្គំប៉ុន្តែនៅក្នុងន័យវិជាតាមលោកច័ន្ទសំណប់បណ្ឌិតលោកច័ន្ទសំណប់គាត់ថានេះពីមួយនេះថ្វាយនេះបានន័យថាឯកតាភាសាដល់បង្គំនេះវាជាសហសបត់ដល់វាចូលទៅដល់វាបូកចូលគ្នាមានន័យច្បាស់លាស់ហៅថាមានន័យច្បាស់លាស់ពាក្យថាថ្វាយបង្គំដូចយើងថ្វាយប្រែមកដូចយើងថ្វាយបង្គំមេត្តាបិតាដែលជាអ្នករៀមតកោរៀមច្បងឬក៏ថ្វាយបង្គំដល់ព្រះសម្មាសម្ពុទ្ធដល់ពពួកទេវតាអីគេប្រើនេះពាក្យថ្វាយបង្គំអីគេប្រើពាក្យនេះដល់ពីពាក្យថាត្រាំត្រែងនេះពាក្យថាត្រាំមិនដុលណាត្រាំទេពាក្យនេះពាក្យថាត្រាំនេះនៅក្នុងន័យខ្មែរយើងថាដូចយើងទួយណាចឹងកង្អក់យូរពុកម្ដាយតែងថាអាកង្អក់នេះត្រាំត្រែងទួយណាអីអត់ងាយរុះរាន់មកវិញតែនៅត្រាំត្រែងហ្នឹងឯពាក្យនេះគេប្រើចឹងអានេះនាមពាក្យវាស្មើនឹងពាក្យនាមពាក្យត្រាំត្រែងអីទួយណាចឹងកង្អក់នៅនឹងឯងដូចអ្នកធ្វើដំណើរទៅដោះគោនៅពាក្យកណ្ដាលផ្លូវអីចឹងយើងនៅត្រាំត្រែងនៅនឹងឯងអត់ងាយត្រឡប់មកវិញទេដល់ពាក្យត្រាំមួយទៀតគឺជាកិរិយាតែកិរិយានេះគឺជាមួយគឺត្រាំវត្ថុរុក្ខជាតិអីនេះគាត់ត្រាំនេះត្រាំកិរិយាដូចត្រាំសសរត្រាំរនាបរស័យអីកុំឲ្យខ្មោចស៊ីអីគេត្រាំទឹកនេះដូចត្រាំទឹកយើងចុះត្រាំទឹកដូចយើងនេះសតន័យវាហើយត្រាំដូចជាក្របពូជត្រាំកក្របពូជស្រូវមុនយកទៅប្រុសអីគេត្រាំនេះប្រើពាក្យនេះប៉ុន្តែពីរនេះយើងទៅសេន័យណាក៏បានបើសម្រាប់អ្នកទៅសេតាមអានអីគឺបានន័យតែគ្នាហ្នឹងនេះគឺដកស្រង់ចេញតាមវចនានុក្រមរបស់ព្រះសង្ឃរាជជួនណាតវចនានុក្រមខ្មែរយើងណាចម្រើនពរបាយសួស្តី